បាទស្វាគមន៍ជាបន្តមកកាន់វីដេអូនិយាយអំពីរបៀបធ្វើបានសរសើរមួយសន្លឹកហ្នឹងគឺធ្វើម៉េចបាទវីដេអូនេះសម្រាប់អ្នកយើងដែលអត់ទាន់ចេះសោះបាទហើយយើងចាប់ផ្ដើមជាមួយគ្នាជាមួយនឹងការបង្កើតกระดาษសិនណាបាទអញ្ចឹងដំបូងយើងបង្កើតกระดาษមានទំហំ A4 យកกระดาษផ្ដេកម៉ាជីនយើងសេរីទាំង4ទិស2កន្លះទាំងអស់ទាំងលើទាំងឆ្វេងទាំងក្រោមនិងទាំងស្ដាំដើម្បីឲ្យយើងអាចដាក់សុំចូលណាបើយើងដាក់តូចជាងហ្នឹងដាក់សុំអត់ចូលទេតទៅទៀតវាយអក្សរចូលវាយអក្សរយើងសេរីមួយស្អាតមកចង់ដាក់ណានៅស្ដាំនៅកណ្ដាលអីសេរីហើយមកបាទតទៅយើងធ្វើឲ្យអស់ដូចជានៅមានមួយទៀតបាទដែលមានបានឃើញនឹងឯកភាពនេះនៅយើងប្រើ text box បាទគូ text box ដូចដំណាក់មុនអញ្ចឹងយើងដាក់ text box ឡើងហ្នឹងមកបានឃើញនឹងឯកភាពនិយោបាទដូរ font យើងដាក់ font បាត់ដំបងចំកណ្ដាលទំហំ11ហើយនេះយើងដាក់មូលហើយបាទទុកឲ្យយកគាត់សញ្ញេឲ្យវាយត្រាហើយមានប្រអប់ហ្នឹងយើងដោះមិនដោះដូចមុនយើងចូលទៅ shape format ហើយ outline នេះយើងយក no outline អញ្ចឹងយើងដោះហើយឃើញចេះគឺព្រីនចេញជាអាចសាកព្រីនបាទអញ្ចឹងឃើញយើងបានអក្សរបែបនេះហើយតទៅបានអក្សរបែបនេះហើយយើងទៅដាក់watermark នៅខាងក្រោយរួចយើងដាក់សុំគឺជាការស្រេចតែម្ដងបាទអញ្ចឹងwatermark នេះ logo នេះយើងធ្វើម៉េចបាទយើងចូលទៅ design ហើយយើងមើលកន្លែងនេះយើងយក watermark នេះវាខុសគ្នាមិនខ្ញុំបញ្យល់ទាំងអស់យក custom watermark មកអូខេខ្ញុំបញ្យល់ទាំងអស់ថា3នេះខុសគ្នាមិនណាយើងចាប់ផ្ដើមពី no watermark គឺអត់មាន watermark ហ្នឹងឯងហើយ picture watermark គឺជាការដាក់ watermark ជារូបភាពអញ្ចឹងយើងទៅរករូបភាពយើងមកទុកអាណាអញ្ចឹងរូបភាពរបស់យើងនៅក្នុងនេះបាទ apply មួយបាទអញ្ចឹងយើងបាន logo ខាងក្រោយហើយតែបើយើងចង់ដាក់ជាអក្សរយើងដាក់បានហើយនេះយើងកែដាក់អក្សរមកឧទាហរណ៍បាទដូចជាសភៅរៀនគួរព្រោះអីណាបាទគេដាក់กระดาษរៀនគួរអីគេដាក់អញ្ចឹងបាទហើយដាក់ឈ្មោះយើងក៏បានដែរ font ទំហំពណ៌បាទ apply សាកមើលទៅបាទតែកន្លែងសញ្ញាបត្រនេះយើងអត់ដាក់អញ្ចឹងទេយើងដាក់រូបភាពណាអញ្ចឹងយើង select picture មកតររូបភាពយើងចង់ដាក់យើង apply អញ្ចឹង watermark គឺមានន័យថាការដាក់រូបឬក៏អក្សរនៅស្មើនៅខាងក្រោយអញ្ចឹងម្ដងទៀតno watermark ដោះ watermark picture គឺយើងដាក់រូបភាពហើយ text គឺសម្រាប់ដាក់ watermark ជាអក្សរអញ្ចឹងចប់ watermark ប៉ុណ្ណឹងហើយមានអីទៀតដែលយើងអត់ទាន់ធ្វើបាទអូអានេះជាប់ពណ៌ណាមើលទៅអត់វាបាំង logo ណាយើងដូរពណ៌ fill ហ្នឹងយើងយកដូរ fill មកបាទអញ្ចឹងអត់ឃើញពណ៌ទេអូខេរួចរាល់តោះយើងទៅចាក់នេះ logo នេះមួយសិន logo ហ្នឹងគឺយើងដាក់ insert ដដែល picture ដដែល DCY ហ្នឹងឯងយើងយក logo មួយមក insert បាទហើយរូបភាពដូចយើងធ្លាប់រៀនមុនដែរពីинтерnetអត់បានតាមចិត្តយកមួយណា in front of text នៅទីនេះបាទអញ្ចឹងរូបហ្នឹងយើងអាចចាប់បានហើយដាក់នៅទីណាបាទដាក់នៅហ្នឹងបាទឧទាហរណ៍នៅហ្នឹងចុះឬក៏ចង់ដាក់នៅកន្លែងនេះបាទសេរីមកឆ្លាញ់ខ្លួនឯងអូខេរួចរាល់យើងចាក់សុំចុងក្រោយគេសុំហ្នឹងដើម្បីស្រួលកុំឲ្យអូសទៅប៉ះវាញញ៉ៃណា recommend ដាក់វានៅក្នុង header តែម្ដងយើងទៅបក click លើក្បាលកណ្ដាស់ក៏បានចេះក៏បានឬក៏ insert header ហើយ edit header ក៏បានដែរស្រួលគឺយើងទៅបក click លើនឹងមកស្រួលណាបាទហើយយើងចាក់សុំដោះ insert picture DCY ដូចចាក់រូបនេះមកអញ្ចឹងណាហើយយើងរើសសុំរបស់យើងមកមួយនេះមែនបាទ insert ចូលទីចំណាក់បានទេបាទក្បាច់ដដែលទេនេះគឺ in front of text ឬក៏ wrap text យក in front of text ក៏បានដែរសេរីវាឲ្យត្រូវជ្រុងចាប់តែនេះឲ្យត្រូវជ្រុងដែរកុំបងរួមរូបតតឹងគឺចាប់ជ្រុងបងរួមជាងឃើញថាវាស្អាតអស់ហើយចូលទៅ header footer close វាមករួចរាល់អញ្ចឹងពេលដែលយើងអូសអក្សរអូអីវាអត់ប៉ះសុំទេហើយសុំនោះឃើញស្លេកអញ្ចឹង
no ពេល print មកគឺវាអត់ slate ទេគឺច្បាស់បែបនេះបាទអញ្ចឹងរបៀបធ្វើបានសរសើរមានប៉ុណ្្នឹងហើយនៅចង់ចេះធ្វើបានសរសើរច្រើនស្លឹករាប់រយស្លឹកក្នុងរយៈពេលខ្លីគឺមើលវីដេអូបន្តទៀតអរគុណច្រើនជួបគ្នានៅ